សូមអរគុណហើយខ្ញុំសូមទៅបន្ទាប់មួយទៀតការពិតរឿងនេះខ្ញុំគួរតែនិយាយព្រោះរដ្ឋាភិបាលចាយលុយច្រើនណាស់ទៅលើសង្គមកិច្ចវាជារឿងមួយដែលខ្ញុំត្រូវតែនិយាយបានក្រីក្រខ្ញុំជំរាបប្រាប់ឯកឧត្តមលោកជំទាវប្រជាពលរដ្ឋអ្នកក្រណាអ្នកមានជេរគេ20កញ្ឆេគេអត់ឈឺទេតែអ្នកក្រថាឲ្យគេតែមួយម៉ាត់គុំមកជីវិតមិនគុំតែគាត់ទេគុំមកគ្រួសារគាត់រាជរដ្ឋាភិបាលធ្វើអីក៏ខុសដែរគាត់ក្រតែមកផ្ទះគាត់អត់ក្រមានបានក្រីក្រសួរតែគាត់ឈឺចាប់ទេយើងខ្ញុំនឹងធ្វើទស្សនៈទានជូនសម្ដេចព្រះដីហើយនឹងមានបញ្ជីឈ្មោះនឹងរូបថតប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដហើយមិនមានបានក្រីក្រជូននៅតាមបណ្ដាឃុំស្រុកមួយចំនួនជូនសម្ដេចព្រះដីលោកពិចារណាហើយជឿថាលោកក៏មានប្រតិយកចិត្តទុកដាក់ទៅលើរាជក្រីក្រដែរហើយខ្ញុំជឿថាកំហុសនេះគឺកំហុសរបស់អ្នកមូលដ្ឋានខ្ញុំជឿថាអញ្ចឹងមិនមែនប្រតិលោកចង់ជួយណាប្រជាពលរដ្ឋក្រីក្រដឹងថាយើងនៅតាមជនបទពីច្រើនអ្នកក្រីក្រច្រើនជាងហើយខ្ញុំជឿថាបើសិនជាលោករឹតបន្តឹងអាហ្នឹងហើយបានទៅដល់រាជពិតប្រកបដែលក្រីក្រពិតប្រកបរាជដែលក្រីក្រនោះនឹងគ្រប់គ្រងលោកខ្លាំងខ្ញុំជឿជាក់ថាអញ្ចឹងពីព្រោះគ្នាសុំទោសខ្ញុំពេលខ្លះទៅដល់ផ្ទះគាត់ធំមែនតើមានបានសមធម៌មានអីខ្ញុំកន្លែងហ្នឹងមួយខ្ញុំឃើញថាខ្ញុំត្រូវតែនិយាយទោះថាប៉ះពាល់យ៉ាងណាខ្ញុំសុំទោសឯកឧត្តមលោកជំទាវដែរប៉ុន្តែរឿងនេះខ្ញុំត្រូវតែជួយពីព្រោះរាជរដ្ឋាភិបាលចង់ជួយអ្នកដែរក្រីក្រពិតប្រាកដហើយកន្លែងនេះខ្ញុំនឹងធ្វើទស្សនៈជានហើយមួយទៀតខ្ញុំក៏សូមកោតសរទៅដល់បានបសសកាលពីដើមអាណត្តិរបស់ឧត្តមប្រមូលសាយើងមានឯកឧត្តមមួយចំនួន complain ប្រអ៊ូរទាំពីសេវាកម្មបសសហើយខ្ញុំសូមសរសើរខ្ញុំខ្លួនឯងតល់ទៅបានបសសនឹងល្អមែនតើហើយបានឆ្នាំហើយលាបទឹកធូរល្អហើយខ្ញុំជឿថាអាការរិះគន់របស់ពួកយើងនឹងជួយកែលម្អទៅដល់រដ្ឋាភិបាលដូចបានក្រីក្រអញ្ចឹងព្រោះបានបសសនៅពេលដែលយើងរិះគន់គាត់រដ្ឋាភិបាលដុតដៃដុតជើងឥឡូវធ្វើបានល្អឆ្នាំពេទ្យបានដល់រហូតដល់មួយអាទិត្យពីមុន3ថ្ងៃដល់មួយអាទិត្យហើយល្អមែនតើមានបុគ្គលិកមានអីហើយខ្ញុំជឿថាអាបានក្រីក្រនេះមកដល់ពេលនេះយើងគួរតែកែតម្រូវឲ្យរាជពិតប្រាកដដែលគាត់ក្រីក្រហើយជាចុងបញ្ចប់ខ្ញុំសូមជូនពរឲ្យដល់លោកជំទាវឲ្យមានអាយុវណ្ណៈសុខៈពលៈកុំបែកគ្នាបាទសូមអរគុណបាទសូមអរគុណជាបន្តសូមគោរព